ពេលក្មេងប្រុសចេញទៅនេសាទគាត់បានជួបរឿងចម្លែកមួយមិនថាគាត់បងសំណាញ់ទៅទីណាទេតែតែជាប់បានក្នុងសមុទ្រពណ៌មាសមួយនោះខ្ញុំនេះមិនអាចយកមកជីបានហើយក៏លក់មិនដាច់បានប៉ុន្មានដែរគាត់គ្មានជំរឿក្រៅពីបោះវាត្រឡប់ចូលសមុទ្រវិញម្ដងហើយម្ដងទៀតអ្វីដែលចម្លែកនោះគឺថ្ងៃនេះគាត់រវល់តាំងពីព្រឹកទល់ល្ងាចសូម្បីតែត្រីមួយក្បាលក៏ចាប់មិនបានដែរឃើញភាពងឹតចិត្តមកដល់ក្មេងប្រុសដាច់ចិត្តសម្រាប់ទៅសាកល្បងសំណាងនៅតំបន់ទឹកជ្រៅជាងនេះតែមិននឹកស្មានថាពេលបងសំណាងទៅអ្វីដែលជាប់មកគឺនៅតែជាខ្ញុំនេះដដែលហាក់ដូចជាវាសម្គាល់គាត់ហើយធ្វើមិនក៏បោះចោលមិនផុតដែរធ្វើក្បិតតែក្មេងប្រុសមានអារម្មណ៍ប្លែកតែគិតម្ដងទៀតប្រហែលជានេះជាវាសនាគាត់ក៏បានយកវាទៅផ្ទះហើយចិញ្ចឹមក្នុងពាងទឹកតែមិននឹកស្មានថាចាប់តាំងពីពេលនោះមកមានរឿងចម្លែកកើតឡើងជាញឹកញាប់ក្នុងផ្ទះដោយសារតែពេញមួយថ្ងៃគាត់មិនបានត្រីក្មេងប្រុសទាំងឃ្លានក៏យកសំណាញ់ទៅហើរលើមេឈើពេលធ្វើការរួចក៏ល្ងាចបាត់ទៅហើយពេលគាត់រុញទ្វារផ្ទះចូលគាត់ក៏ស្រឡាំងកាន់តែម្ដងឃើញតែអាហារក្តៅពេញតុក្មេងប្រុសក៏ត្រដុសភ្នែកគាត់បានប្រកាសថាខ្លួនមិនបានមើលច្រឡំទេគាត់បានដើរសម្ដៅទៅតុដោយស្ទាក់ស្ទើរនៅលើតុមិនត្រឹមតែមានត្រីមានសាច់ប៉ុណ្ណោះទេថែមទាំងមានក្លិនក្រអូបឈ្ងុយនៃស៊ុបអណ្ដាតសមុទ្រផងដែរប៉ុន្តែក្មេងប្រុសនេះបានរស់នៅតែម្នាក់ឯងជាយូរមកហើយផ្ទះសម្បែងរបស់គេក្រីក្រតើយកគ្រឿងផ្សំមកពីណាដើម្បីរៀបចំរបស់ទាំងនេះទៅគាត់សង្ស័យថាខ្លួនបានច្រឡំផ្ទះហើយគាត់ក៏ថយចេញទៅមើលម្ដងទៀតថានេះពិតជាខ្ទមរបស់ខ្លួនមែនជុំវិញក៏គ្មានមនុស្សណាម្នាក់ដែរក្មេងប្រុសនោះជាមនុស្សស្មោះត្រង់ក៏គិតថានេះជាអាហាររបស់អ្នកដទៃក៏ឈរចាំនៅមាត់ទ្វាររងចាំម្ចាស់វារហូតដល់យប់ជ្រៅទៅហើយក៏គ្មានអ្នកណាម្នាក់មកទទួលស្គាល់ឡើយដោយសារតែឃ្លានខ្លាំងពេកគាត់ក៏បានញ៉ាំអាហារទាំងនោះរហូតដល់អស់រលីងនៅព្រឹកថ្ងៃបន្ទាប់ក្មេងប្រុសនោះក៏បានរុញទុកចេញទៅសមុទ្រដូចសពមួយដងពេលគាត់ទើបតែចាក់ចេញទៅខ្សែសមុទ្រក្នុងពាងទឹកក៏បញ្ចេញពន្លឺចម្រុះពណ៌ស្រីក្រមុំម្នាក់ក៏បានលេចចេញពីពន្លឺនោះនាងបានបោះសម្អាតទីធ្លាយ៉ាងស្អាតបាតទឹកភ្លើងធ្វើម្ហូបហើយរៀបចំខ្ទមតូចនោះឲ្យមានរបៀបរៀបរយពេលគាត់ធ្វើការងារទាំងនេះរួចគាត់បាននៅក្បែរបង្អួចគាត់បានរបត់ចម្រៀងនេសាទរបស់យុវជនត្រឡប់មកពីចម្ងាយបទចម្រៀងនោះលើយ៉ាងរីករាយនិងរស់រវើកប្រហែលជាថ្ងៃនេះពួកគេរកបានច្រើនហើយនាងតូចបានស្ដាប់ដោយយកចិត្តទុកដាក់លុះសំឡេងចម្រៀងកាន់តែខិតជិតនាងក៏លួចបាត់ខ្លួនពេលយុវជននោះកាន់ត្រីឡើងគោគាត់ក៏បានឃើញផ្ទះរបស់ខ្លួនដំបូលផ្ទះរបស់គាត់បែរជាមានផ្សែងហុយត្រឡោមគាត់ក៏ភ្ញាក់ផ្អើលក្នុងចិត្តក៏ប្រញាប់ត្រឡប់ទៅផ្ទះវិញតែក្នុងផ្ទះបែរជាគ្មានអ្នកណាម្នាក់សោះគាត់ក៏បានបើកគម្របឆ្នាំងបាយម្ហូបក្តៅបានលេចឡើងនៅចំពោះមុខគាត់ម្ដងទៀតមួយលើកប្រហែលជាការយល់ច្រឡំតែរឿងបែបនេះកើតឡើងជាប់គ្នាឬមួយក៏ផ្ទះមានខ្មោចលងយុវជននោះបានលួចប្រាជ្ញាចិត្តគាត់ត្រូវតែរកឲ្យឃើញការពិតថ្ងៃបន្ទាប់គាត់បានធ្វើពុតជាចេញទៅនេសាទតាមពិតគាត់បានលាក់ខ្លួននៅក្នុងព្រៃបិទនោះភ្នែករបស់គាត់តែងតែសម្លឹងមើលផ្ទះតូចរបស់ខ្លួនពេលផ្សែងហុយឡើងម្ដងទៀតគាត់បានដាក់លុកដែលបិទរួចចុះគាត់ក៏បានត្រឡប់ទៅផ្ទះវិញចំពេលបើកទ្វារបន្ទប់ក៏បានប្រទះភ្នែកគ្នាជាមួយនារីម្នាក់នាងតូចនោះដំបូងក៏ភ្ញាក់រួចក៏ខ្មាស់អៀនយកដៃបិទមុខកំឡោះក៏សួរថានាងជាកូនអ្នកណាមកពីណាបើច្រឡំផ្ទះខ្ញុំនឹងជូននាងត្រឡប់ទៅវិញនាងតូចជាដូច្នោះក៏ញឹមសម្លេងពីរោះដូចទឹកហូរនាងថាខ្លួននាងឈ្មោះស៊ីនហៃមីងលូផ្ទះនាងនៅឯនេះសមុទ្រឆ្ងាយរាល់ថ្ងៃនាងតែងលួចស្ដាប់ចម្រៀងនេសាទរបស់បងក៏កាត់ក្តីស្រឡាញ់សូមបងទទួលនាងជាគូកំដរចាប់ពីពេលនេះទៅយើងនឹងធ្វើការជាមួយគ្នារស់នៅជាមួយគ្នាកំឡោះភ្ញាក់ផ្អើលយ៉ាងខ្លាំងនេះច្បាស់ជាការសាកភាពស្នេហ៍ហើយកំឡោះប្រញាប់បដិសេធថាខ្លួនក្រខ្លាចនាំឲ្យនាងលំបាកតែនាងតូចឆានាងមិនប្រាថ្នាសម្លៀកបំពាក់ល្អឬអាហារឆ្ងាញ់ឡើយក៏មិនប្រាថ្នាទ្រព្យសម្បត្តិខ្ពង់ខ្ពស់ដែរនាងគ្រាន់តែចង់បានចិត្តស្មោះត្រង់និងឧស្សាហ៍ព្យាយាមជីវិតបែបនេះនឹងផ្អែមល្ហែមដូចម្នះទុំឃើញកំឡោះនៅតែបដិសេធនាងតូចក៏អន់មុខចុះតិចធ្វើឲ្យកំឡោះចិត្តទន់ទីបំផុតក៏មកក្បាលយកព្រមតារាប់ណាអ្នកមិនខ្លាចសេចក្តីលំបាកតារាប់ណាអ្នកមិនខ្លាចសេចក្តីក្រីក្រតារាប់ណាអ្នកពិតជាចង់ស្នាក់នៅផ្ទះខ្ញុំយើងនឹងច្រៀងនឹងធ្វើការជាមួយគ្នាចាប់តាំងពីពេលនោះមកពួកគេទាំងពីរបានចាប់ផ្ដើមជីវិតយ៉ាងស្និទ្ធស្នាលយុវជននោះចេញទៅនេសាទរាល់ថ្ងៃកញ្ញាខ្ញុំសមុទ្រក៏នៅផ្ទះបាញ់ក្រណាត់នឹងធ្វើម្ហូបពេលទំនេរពួកគេតែងដើរកំសាន្តតាមឆ្នេរសមុទ្រអារម្មណ៍របស់ពួកគេកាន់តែជ្រាលជ្រៅទៅមានម្ដងយុវជននោះបានឡើងដល់ចុងឈើដើម្បីបេះការព្រៃជាច្រើនសម្រាប់នារីជាទីស្រឡាញ់របស់គេហើយក៏យកការក្រហមតូចដែលស្អាតបំផុតដាក់បំបាក់ក្នុងនៅចន្លោះសក់នាងជីវិតរបស់ពួកគេផ្អែមល្ហែមដូចទឹកឃ្មុំការអ្វីដែលអស្ចារ្យជាងនេះទៅទៀតនោះគឺរាល់ពេលដែលកញ្ញាខ្ញុំសមុទ្រទៅជាមួយគេនេសាទមុខនេសាទតែងតែពេញដោយត្រីធំនិងជារបស់ស្រស់ជីវិតក៏មានភាពបរិបូរណ៍និងរីករាយពេលឆ្នាំក្រោយមកនៅយប់ជ្រៅមួយខណៈពេលដែលអ្នកទាំងពីរកំពុងដេកលក់យ៉ាងស្កប់ស្កល់ភ្លៀងនោះខ្យល់ព្យុះក៏បោកបក់យ៉ាងខ្លាំងនៅខាងក្រៅបង្អួចកញ្ញាខ្ញុំសមុទ្រភ្ញាក់ពីដំណេកទាំងភ័យហើយប្រញាប់ដណ្ដប់ជួយឲ្យយុវជននោះខណៈពេលដែលនាងហៀបនឹងបិទបង្អួចការក្រហមតូចដែលបំបាក់នៅចន្លោះសក់នាងក៏ត្រូវខ្យល់បក់ចេញទៅក្រៅបង្អួចនាងក៏ប្រញាប់រត់តាមចេញទៅរើស្រាប់តែសត្វរំពេចមួយបានឆក់យកការក្រហមនោះទៅនាងខ្សែសមុទ្រស្រាប់តែយំស្រក់ទឹកភ្នែកដូចទឹកភ្លៀងនាងដឹងក្នុងចិត្តថានេះជាសញ្ញាពីម្ដាយនាងបានរួចចាក់ចេញពីកោះទេពអប្សរបាន3ឆ្នាំពេញហើយព្រះនាងទេពសមុទ្របញ្ជូនសត្វរំពេចមកប្រាប់បញ្ជាទាមទារឲ្យនាងត្រឡប់ទៅវិញមុនថ្ងៃរះបើមិនដូច្នោះទេមនុស្សលោកនឹងជួបគ្រោះទឹកជំនន់សម្លឹងមើលយុវជនដែលកំពុងដេកលក់យ៉ាងស្កប់ស្កល់អនុស្សាវរីយ៍កក់ក្ដៅពីមុននៅតែដកចុះក្នុងអារម្មណ៍នាងទ្រាំមិនបានក៏អណ្ដែតមកក្បែរយុវជននោះយ៉ាងខ្នងយុវជនភ្ញាក់ខ្លួនដោយភ្ញាក់ផ្អើលហើយសួរបន្តនាងខ្សែសមុទ្រក៏បាននិយាយការពិតប្រាប់គេនាងដំឡើងជាទេពអប្សរនៅក្នុងសមុទ្រខៀវពេលឆ្នាំមុននាងបានលូតចុះមកពិភពមនុស្សឥឡូវនេះព្រះនាងទេពសមុទ្របានដឹងដំណឹងពីនាងហើយបើនាងមិនត្រឡប់ទៅកោះទេពអប្សរវិញមុនពេលព្រលឹមទេមនុស្សលោកប្រកាសជាជួបគ្រោះទឹកជំនន់យុវជនចាប់ដៃនាងយ៉ាងណែនសួររកដំណោះស្រាយដែលអាចធ្វើបានទាំងពីរហើយនិយាយថាទូគ្រោះថ្នាក់ធំប៉ុណ្ណាក៏គេមិនខ្លាចដែរនាងខ្សែសមុទ្រត្រូវបានភាពស្មោះត្រង់របស់យុវជននោះធ្វើឲ្យរំជួលចិត្តនាងក៏ប្រាប់វិធីតែមួយគត់គឺឲ្យយុវជនទៅកោះទេពអប្សរដោយផ្ទាល់ដើម្បីសុំការអភ័យទោសយប់នោះយុវជនក៏បានធ្វើតាមការណែនាំរបស់នាងខ្សែសមុទ្របើទូកតូចមួយចូលសមុទ្រមិត្តសូនតែឈឹងទេសមុទ្រស្រាប់តែមានរលកបក់ឡើងយ៉ាងខ្លាំងក្លាខ្យល់ព្យុះបក់បោកកញ្ជ្រោលនៅក្បែរត្រចៀកគេព្រមមានថាបើមិនត្រឡប់វិញទេមាត់គេនឹងខូចត្រង់ទ្រីរលាក់មុតដ៏ចំបានប្រហឹងនៅចំពោះមុខគេគំរាមថាបើមិនត្រឡប់វិញទេចូលមុខគេនឹងបាក់តែកំលុះគ្មានការភ័យខ្លាចអ្វីឡើយដោយកម្លាំងចិត្តក្លាហានតែម្នាក់ឯងគេបានទម្លុះព្យុះទៅមុខគេបន្តជិះទូកទម្លុះលោកសំដៅទៅចុងសមុទ្រយ៉ាងលឿនពេលអបសមុទ្រពណ៌ខៀវវលីបាត់បន្តិចម្ដងពេលទឹកសមុទ្រស្រកចុះទូករបស់កំលុះបានជាប់ទាំងលើមកព្រះទឹកកាត់មកពីក្នុងគុកនឹងអបមានសម្លេងខ្ញាល់របស់មេដាទេពធីតាសមុទ្របន្លឺឡើងកំលុះឲ្យអ្នកក្លាហានដំឡើងឯងបានលួចបោកយកសម្បុកខ្ញុំរបស់ខ្ញុំថែមទាំងហ៊ានមកឈ្លានពានកោះទេពរបស់ខ្ញុំទៀតទេពធីតាឲ្យសូមស្ដាប់ខ្ញុំបន្តិចសម្បុកខ្ញុំនេះមិនមែនបានមកដោយការលួចបោកឡើយសូមកុំបំបីពួកយើងទាំងនោះអីទេពធីតាមានបន្ទូលថាអ្នកចង់បានអ្វីខ្ញុំនឹងឲ្យគ្រាន់តែអ្នកមិនអាចប៉ងប្រាថ្នាសម្បុកខ្ញុំរបស់ខ្ញុំឡើយចូលត្រឡប់ទៅវិញទៅពេលត្រកូលស្ដារឡើងវិញចាំមកជួបខ្ញុំដោយមិនរងចាំកំឡុះឆ្លើយតប
rồi lại một đợt thông mùi ban bọc bọc tê từ lọt tê trang bình tập ngày cào tê quật nhẹ pi đầm này tê cross bơរបស់គាត់បានខ្លាចជាវិមានដ៏ស្រស់ស្អាតនាងសំឡេងញឹមដូចកាលពីមុនគ្រាន់តែអញ្ជើញគាត់ចូលផ្ទះយ៉ាងត្រជាក់យុវជននោះដើរតាមចូលដោយទឹកមុខឆ្ងល់តែត្រូវភ្ញាក់ផ្អើលនឹងទិដ្ឋភាពខាងក្នុងគ្រប់ជ្រុងសុទ្ធតែពោពេញដោយគ្រឿងអលង្ការមាសប្រាក់នាងខ្យងក៏ប្រាប់គាត់ថាទាំងនេះជាវិមានដ៏ធំដែលទេពធីតាសមុទ្រប្រទានឲ្យនឹងទ្រព្យសម្បត្តិច្រើនសន្ធឹកសន្ធាប់ឲ្យតែគាត់ព្រមឲ្យនាងត្រឡប់ទៅវិញគាត់នឹងអាចរស់នៅក្នុងភាពរុងរឿងជារៀងរហូតយុវជននោះក៏ដឹងភ្លាមថានេះជាការសាកល្បងរបស់ទេពធីតាសមុទ្រគាត់ខឹងក៏ទាត់ចោលគ្រឿងអលង្ការគាត់ក៏បាក់ទូកទៅកាន់កោះទេពម្ដងទៀតដើម្បីសុំហេតុផលលើកនេះលោកសមុទ្រកាន់តែខ្លាំងក្លាបំបាក់ទូកតូចរបស់គាត់ឲ្យបែកខ្ទេចភ្លាមយុវជននោះក៏លេចចូលទៅក្នុងសមុទ្រតែគាត់នៅតែសួរអបន្ទះឈើហើយហែទៅដល់កោះទេពដែលស្ថិតនៅលើអាកាសក៏នឹកឃើញសម្លេងខាងខ្លាំងរបស់ទេពធីតាសមុទ្របើឯងមិនប្រកួតសម្បុកខ្ញុំមកឲ្យវិញហ៊ានមកឈ្លានពានកោះទេពរបស់ឯងម្ដងទៀតបើឯងគិតថាឯងឲ្យតិចទេឯងចង់បានប៉ុន្មានឯងនឹងឲ្យប៉ុណ្ណឹងនិយាយអីថាឲ្យច្រើនឲ្យតិចនោះខ្ញុំមិនមែនមកលក់ដូរទេឲ្យតែអ្នកទុកសម្បុកខ្ញុំឲ្យខ្ញុំទៅបានហើយក្នុងងារដាំប្រាក់ខ្ញុំមិនត្រូវការទេស្រីស្អាតខ្ញុំអាចឲ្យអ្នកបានគ្រាន់តែមិនទុកសម្បុកខ្ញុំឲ្យអ្នកទេទៅវិញទៅបើមិនពេញចិត្តចាំមកជួបខ្ញុំទៀតទេពធីតាសមុទ្រនាងសម្បុកខ្ញុំនៅលំនៅឋានពន្លឺរំលែកកំពុងរៀបចំពិធីសក់ស្ទើរពេញក្បាលទេងមុខពោពេញដោយស្នាមជ្រីកជ្រួញយុវជននោះក៏ប្រញាប់រត់ទៅផ្ទះឃើញគូស្នេហ៍របស់គេចិត្តដួលសន្លប់ដោយសារតែរូបរាងចាស់ទៅគេឈឺចាប់យ៉ាងខ្លាំងហើយក៏ទៅលួងលោមនាងសម្បុកខ្ញុំបារម្ភថាគេនឹងរងគ្រោះថ្នាក់អង្វរគេឲ្យនាងត្រឡប់ទៅវិញតែយុវជននៅតែមិនព្រមចាក់ចេញទោះបីជាប្រជុំនឹងទេពធីតាសមុទ្រដែលមានឫទ្ធិខ្លាំងពូកែក៏ដោយគេក៏នឹងទៅទាយយកធំម្ដងទៀតយុវជនដែលបាត់បង់ទូកក៏លោតចូលទៅក្នុងសមុទ្រគេហែទឹកទៅកាន់កោះឋានសុគតែម្នាក់ឯងទាំងពួកពីខ្សោបជិះភ្លៀងពេលឡើងដល់ច្រាំងគេយកដៃច្រត់ចង្កេះភ្នែករបស់គេសម្លឹងមើលយ៉ាងមុតស្រួចលើកនេះទេពធីតាសមុទ្រមិនខឹងឡើយផ្ទុយទៅវិញនាងបែរជាញឹមរួចហើយទេពអប្សរស្អាតរាប់ពាន់អ្នកមកនាងប្រាប់យុវជនថាពីព្រោះសម្បុកខ្ញុំបានចាស់ហើយអ្នកអាចជ្រើសរើសពីទេពធីតាស្រស់ស្អាតទាំងនេះតាមចិត្តប៉ុន្តែយុវជននោះមិនដែលសម្លឹងមើលទេពធីតាទាំងនោះឡើយវាដាទេពធីតាសមុទ្រក៏បានបំផ្លាញខ្លួនជាទេពធីតាមួយអង្គដែលមានរូបរាងទើបខ្ញុំសមុទ្របេះបិទយុវជននោះស្ទើរតែច្រឡំប៉ុន្តែការចងចាំនៃការរស់នៅជាមួយគ្នាទាំងយប់ទាំងថ្ងៃអស់រយៈពេល3ឆ្នាំបានធ្វើឲ្យគេស្គាល់ភ្លាមថាជារបស់ខ្លាំងៗដ៏ស្រស់ស្អាតនេះវាដាទេពធីតាសមុទ្របានសួរដល់យើងឆ្ងល់ថាទេពធីតាទាំងនេះមួយណាដែលមិនល្អដូចខ្ញុំសមុទ្រហេតុអ្វីបានជាចិត្តចង់បាននារីដែលមុខចាស់ម្នាក់នេះយុវជននោះបានឆ្លើយតបយ៉ាងមិនមកថាទោះបីមានការីក្នុងរដូវការីនិងព្រះច័ន្ទក្នុងរដូវស្លឹកឈើជ្រុះក៏ដោយភាពស្រស់ស្អាតរាប់ពាន់លានក៏មិនអាចប្រៀបផ្ទឹមនឹងខ្ញុំសមុទ្រសំបីតែបន្តិចបន្តួចបានដែរមិនថាគាត់នៅក្មេងឬចាស់នោះទេខ្ញុំគ្រាន់តែសុំកុំឲ្យគាត់រងទុក្ខទៀតពីពាក្យទាំងនេះហើយវាដាទេពធីតាសមុទ្រក៏ញ៉ាំបានតាមពិតទៅទាំងអស់នេះគឺជាការសាកល្បងរបស់គាត់សម្រាប់យុវជននោះភាពស្មោះត្រង់របស់យុវជននោះបានធ្វើឲ្យគាត់រំជួលចិត្តទីបំផុតគាត់បានយល់ព្រមតាមចំណងស្នេហ៍នេះដោយធ្វើឲ្យខ្ញុំសមុទ្រត្រឡប់មកវ័យក្មេងវិញប្រកបគ្រឿងរំលឹកស្នេហ៍ឲ្យវិញនឹងបានជូនពរពួកគេចាប់ពីពេលនោះមកយុវជននិងនាងខ្ញុំសមុទ្រក៏បានរស់នៅយ៉ាងមានក្តីសុខនៅមាត់សមុទ្ររឿងរ៉ាវរបស់ពួកគេបានដំណើរគ្នានៅតាមឆ្នេរសមុទ្រនេះខ្លាចជារឿងព្រេងនិទានដ៏ស្រស់ស្អាតនិងល្បីល្បាញ